ពាក្យម៉ែនិពន្ធដោយព្រះមហាចារ្យសំសរោនសន្តិបាលភិក្ខុកូនម៉ែជាទីស្រឡាញ់ម៉ែមានពាក្យខ្លះចង់និយាយជាមួយកូនសម្លាញ់ទោះបីជារវល់យ៉ាងណាក៏កូនគួរតែចំណាយពេលបន្តិចស្ដាប់ម្ដាយព្រោះវាជាសារៈសំខាន់ណាស់សម្រាប់ជីវិតកូនទាំងអស់គ្នាសម្រាប់ម៉ែគ្រាន់តែចង់បំពេញនូវកាតព្វកិច្ចជាម្ដាយល្អរបស់កូនតែប៉ុណ្ណោះជាម្ដាយល្អដែលចង់ឃើញកូនរុងរឿងថ្លៃថ្នូរសុភាពរាបសារជាមនុស្សល្អក្នុងសង្គមនិងទទួលបាននូវភាពជោគជ័យក្នុងជីវិតថ្វីត្បិតបើម៉ែរៀនមិនបានខ្ពស់តែម៉ែបានឆ្លងកាត់នូវរសជាតិជីវិតច្រើនបែបច្រើនយ៉ាងហើយអ្វីដែលម៉ែទទួលបានគឺបទពិសោធន៍នៃជីវិតពិតប្រាកដមួយម៉ែបានឆ្លងកាត់នៅមាគ៌ាជីវិតនេះមុនកូនដូច្នេះម៉ែបានសម្លឹងឃើញនៅផ្លូវជោគជ័យនិងផ្លូវបរាជ័យនេះច្បាស់ណាស់ទោះជាក្នុងឆាកជីវិតម៉ែមិនបានទទួលនូវភាពជោគជ័យជាធំដុំដើម្បីបង្ហាញកូនក៏ដោយតែទាំងនេះគឺជាអ្វីដែលម៉ែឆ្លងកាត់យ៉ាងហោចណាស់ក៏ម៉ែអាចប្រាប់កូនបានថាផ្លូវនេះល្អកូនគួរដើរហើយផ្លូវនេះមិនល្អកូនមិនគួរដើរដែរម៉ែសូមរំលឹកបន្តិចចុះមុននឹងកូនមានថ្ងៃនេះអង្គុយនៅទីនេះតើកូនដឹងឬទេថានរណាទៅនៅពីក្រោយនៃភាពអាត់កំបាំងទាំងអស់នេះកូនសម្លាញ់នោះគឺពុកនិងម៉ែជាការពិតពុកនិងម៉ែត្រូវឆ្លងកាត់នៅការលំបាកនិងឧបសគ្គច្រើនយ៉ាងណាស់ដើម្បីឲ្យកូនគ្រប់គ្នាបានរស់រានមានជីវិតដូចគេឯងម៉ែត្រូវចំណាយពេលពោពោះពី9ខែ10ថ្ងៃមិនមែនមានតែប៉ុណ្្នឹងទេគឺម៉ែត្រូវតอมចំណីគ្រប់យ៉ាងរីអរិយាបថទាំង4ក៏ត្រូវសង្រួមខុសធម្មតាហើយត្រូវហូបថ្នាំល្វីងជូរចត់ជាប្រចាំទៀតផងឆ្លងកាត់ដំណាក់កាលទី1នេះម៉ែត្រូវប្រឈមមុខនឹងដំណាក់កាលខែទី2ទី3បន្តទៀតគឺថ្ងៃប្រសូតនេះជាដំណាក់កាលដ៏គ្រោះថ្នាក់បំផុតក្នុងឆាកជីវិតរបស់ម៉ែព្រោះវាដូចជាការផ្សងព្រេងធ្វើដំណើរកណ្ដាលមហាសាគរដែលសម្បូរទៅដោយខ្យល់ព្យុះសត្វក្រពើនិងសត្វសាហាវដទៃផ្សេងទៀតម៉ែគ្មានជំរឿសទេព្រោះជាច្បាប់ធម្មជាតិពិតអ្នកណាប្រើឲ្យម៉ែស្រឡាញ់កូនចង់បានកូនធ្វើអ្វីតែកូនមានដឹងទេថាស្ត្រីណាក៏ដូចស្ត្រីណាដែរក្រោយរៀបអាពាហ៍ពិពាហ៍ប្រសិនបើគ្មានកូនជីវិតគឺដូចមានតែសម្បកកាយហើយគ្មានវិញ្ញាណយ៉ាងដូចនោះឯងតើនឹងមានតម្លៃអ្វីទៅពិតណាស់អ្វីដែលម៉ែនិយាយនៅពេលនេះកូនអាចនឹងមិនទាន់យល់តែថ្ងៃមួយកូននឹងយល់មិនខានគឺនៅថ្ងៃដែលកូនក្លាយជាម្ដាយឪពុកគេវិញម្ដងហើយអ្វីដែលម៉ែរំលឹកកូននៅពេលនេះមិនមែនព្រោះម៉ែចង់រំលើកគុណខ្លួនឯងដើម្បីទទួលបាននូវការតបគុណអ្វីមួយពីកូនមកវិញនោះទេម៉ែគ្រាន់តែចង់ឲ្យកូនដឹងពីទំហំចិត្តស្រឡាញ់របស់ម៉ែចំពោះកូនប៉ុណ្ណោះម្យ៉ាងទៀតមិនមែនបង្កើតហើយក៏បោះចោលឯណាពុកនិងម៉ែត្រូវទទួលភារៈចិញ្ចឹមបីបាច់ថែរក្សាកូនទំនុកបម្រុងកូនគ្រប់បែបយ៉ាងតាមឋានៈនិងសមត្ថភាពទោះជាពុកម៉ែក្រក៏ដោយតែពុកនិងម៉ែគឺបានបំពេញនូវតួនាទីទាំងអស់នេះដោយអស់ពីចិត្តពីថ្លើមតែម្ដងហើយម៉ែក៏សុំទោសកូនផងដែរប្រសិនបើម៉ែចិញ្ចឹមកូនមិនបានល្អទំនុកបម្រុងមិនបានគ្រប់គ្រាន់ដូចអ្វីដែលកូនចង់បានតាមពិតទៅនៅក្នុងចិត្តរបស់ម៉ែក៏មិនសប្បាយចិត្តប៉ុន្មានដែរការកូននៅណាម៉ែនិងពុករបស់កូនសប្បាយចិត្តឥតឧបមាហាត់ថាបីបូមធ្នមថាទោះរួយចុកស្រពុនក៏អត់ធន់នេះគឺព្រោះតែក្តីស្រឡាញ់ម៉ែពុកចាប់អោបថើបកូនតាំងពីក្បាលរហូតដល់ចុងជើងប្រទិញចុះប្រទិញឡើងដោយចម្រៀងបំពេដែលម៉ែមិនធ្លាប់រៀនពីមុនមកកូនដឹងទេថា
ពេលនោះពុកនឹងម៉ែសប្បាយចិត្តប៉ុណ្ណាសប្បាយរហូតដល់ភ្លេចអស់នូវការនឿយហត់គ្រប់បែបយ៉ាងលែងមានការចុកស្រពន់លែងឈឺចាប់លែងងុយដេកលែងមានសេចក្តីខ្ជិលច្រអូសព្រោះតែកម្លាំងចិត្តគឺមានវត្តមានកូនសម្លាញ់របស់ម៉ែកូនគិតទៅមើលសំបីទឹកនោមនិងលីមួករបស់កូនដែលជុះលើរាងកាយរបស់ម៉ែក៏ម៉ែមានអារម្មណ៍ថាដូចជាធម្មតាដែរហើយកន្ទប់ដែលប្រឡាក់លាងលីមួកនិងទឹកមូសនោះគឺឪពុករបស់កូនយកទៅបោកសម្អាតនិងលាងជម្រះដោយគ្មានការខ្ពើមរអើមអ្វីបន្តិចសោះនេះព្រោះតែកូនជាកូនរបស់ម៉ែពុកជាសាច់ឈាមពិតដែលពុកម៉ែបង្កើតមកហើយស្រឡាញ់ស្មើជីវិតមិនចង់ឲ្យឃ្លាតទៅណាឆ្ងាយឬត្រូវអន្តរាយដោយសត្រូវណាមួយមកយាយីបៀតបៀនកូនសម្លាញ់របស់ម៉ែឡើយតើកូនដឹងឬទេមួយថ្ងៃពុកនិងម៉ែលំបាកប៉ុណ្ណាទម្រាំតែនឹងរកប្រាក់បាន 10000 ឬ 20000 រៀលហើយត្រូវបែងចែកជាច្រើនមុខដូចជាថ្លៃអាហារហូបចុកថ្លៃសម្លៀកបំពាក់ថ្លៃរបស់របរប្រើប្រាស់ប្រចាំថ្ងៃនិងថ្លៃចំណាយដទៃផ្សេងទៀតជាច្រើនមានដូចជាបញ្ហាសុខភាពជាដើមអ្វីដែលសំខាន់បំផុតនោះគឺការចំណាយទៅលើថ្លៃសិក្សារបស់កូនម្ដាយទោះជាលំបាកយ៉ាងណាក៏ដោយក៏ម៉ែពេញចិត្តដែរព្រោះម៉ែស្រឡាញ់កូនចង់ឲ្យកូនរុងរឿងដូច្នេះហើយបើកូនអាណិតម៉ែកូនស្រឡាញ់ម៉ែចូលកូនស្រឡាញ់ប្រឹងប្រែងឲ្យមែនទែនណាកូនមានម្ដាយទុកថាជាការតបនឹងតម្លៃនិងការលះបង់របស់ពុកម៉ែដែលខំប្រឹងគ្រប់យ៉ាងដើម្បីកូនម៉ែគ្មានចង់បានអ្វីក្រៅពីចង់ឲ្យឃើញកូនមានចំណេះដឹងមានការងារល្អធ្វើហើយទៅថ្ងៃមុខកូនមិនលំបាកដូចពុកនិងម៉ែតទៅទៀត